មានដែរឆ្ងល់អត់ហេតុអីបានយើងស្លាប់ហើយរូបរាងកាយរបស់យើងនៅតែមាននៅលើពិភពលោកនឹងទៀតនេះគឺជាការយល់ឃើញរបស់ខ្ញុំទេខ្ញុំនិយាយអំពីផលបុណ្យហើយនិងផលបាបតែបើរឿងវិទ្យាសាស្ត្រគឺខ្ញុំមិនដឹងទេថ្ងៃហ្នឹងគឺខ្ញុំនិយាយអំពីការយល់ឃើញរបស់ខ្ញុំផ្ទាល់មូលហេតុដែលយើងនៅតែមានវត្តមាននៅលើโลกហ្នឹងរូបរាងរបស់យើងនៅតែមានវត្តមាននៅលើโลกហ្នឹងអញ្ចឹងឧទាហរណ៍ថាជាតិហ្នឹងយើងកើតមកមានកាយសម្បទាគ្រប់គ្រាន់រូបរាងរបស់យើងគឺស្រស់ស្អាតហើយរងថ្ងៃគឺយើងដឹកនាំរូបរាងកាយហ្នឹងដោយខ្លួនឯងដោយវិញ្ញាណរបស់យើងជាអ្នកដឹកនាំអញ្ចឹងនៅពេលដែលយើងមើលថែរូបរាងកាយហ្នឹងនៅជាតិហ្នឹងគឺល្អគ្រប់គ្រាន់ហ្មងអញ្ចឹងនៅពេលដែលយើងស្លាប់ទៅគឺរូបរាងកាយរបស់យើងគឺត្រូវបានគេយកទៅបូជាទៅពេលដែលយើងស្លាប់គឺគេយកទៅបូជាហើយអញ្ចឹងព្រលឹងរបស់យើងក៏ហោះចេញពីរាងកាយនឹងទៅហោះហើយក៏គេយកនាំព្រលឹងរបស់យើងហ្នឹងយកទៅកាត់ក្តីតើយើងធ្វើបុណ្យបានច្រើនជាងឬក៏បាបបានច្រើនជាងឧទាហរណ៍ថាស្មារបស់យើងជាស្មាម្ខាងគឺជាស្មាផលបុណ្យស្មាម្ខាងទៀតគឺជាស្មាផលបាបអញ្ចឹងនៅពេលដែលយើងទៅកាត់ក្តីនៅកន្លែងគេដែលគេជម្រះបញ្ជីជាមួយយើងអញ្ចឹងរូបរាងកាយរបស់យើងក៏ត្រូវចាប់កំណើតថ្មីទៀតហើយអញ្ចឹងរូបរាងកាយរបស់យើងត្រូវអ្នកផ្សេងគេគ្រប់គ្រងអ្នកដែលគាត់ធ្វើបុណ្យដល់គេនឹងបានរូបរាងកាយរបស់យើងដោយស្រស់ស្អាតពេញលក្ខណៈកាយសម្បទាគ្រប់គ្រាន់អញ្ចឹងគេជាអ្នកដឹកនាំបន្តតែបើសិនជាយើងធ្វើបុណ្យបានដល់ប៉ុណ្ណឹងយើងនឹងអាចមានឱកាសនឹងទទួលបានរូបរាងកាយរបស់យើងទៅតែនៅពេលដែលយើងធ្វើបុណ្យដល់ឧទាហរណ៍ថាបើយើងបាត់បង់រូបរាងកាយនឹងហើយនៅជាតិហ្នឹងអញ្ចឹងជាតិក្រោយរូបរាងកាយរបស់យើងត្រូវអ្នកផ្សេងគេយកហើយគេជាអ្នកគ្រប់គ្រងម្ដងហើយអញ្ចឹងដំណើរនៃរាងកាយយើងអាចនឹងកើតនៅប្រទេសដែលយើងកើតឬក៏នៅប្រទេសផ្សេងទៀតដែលរូបរាងកាយរបស់យើងកើតអញ្ចឹងទៅអញ្ចឹងរូបរាងកាយរបស់មនុស្សតែងតែវិលវល់នៅជុំវិញយើងនឹងឯងហើយនៅពេលដែលមនុស្សដែលចង់កើតមកស្អាតជាតិក្រោយចង់បានកើតមកស្អាតកាយសម្បទាគ្រប់គ្រាន់អីហ្នឹងស្អាតគ្រប់គ្រាន់ឬក៏យើងធ្វើបុណ្យដល់គឺភាគច្រើនហ្មងគឺគាត់អាសាយកផ្កាថ្វាយព្រះជូនឪពុកម្ដាយឬទៅពេលដាក់បាតលោកអីប្រកេនផ្កាអញ្ចឹងទៅអញ្ចឹងនឹងមានឱកាសនឹងកើតរូបរាងចេញមកគឺស្អាតឬក៏ផ្សេងទៀតអញ្ចឹងខ្ញុំអត់សូវបានដឹងច្បាស់ទេប៉ុន្តែនេះគឺជាការយកឃើញរបស់ខ្ញុំទេអញ្ចឹងនៅពេលដែលគេថ្លឹងថ្លែងហើយថាយើងធ្វើបុណ្យបានច្រើនអញ្ចឹងយើងទទួលបានរូបរាងកាយថ្មីមួយទៀតហើយអញ្ចឹងយើងក៏បានចាប់កំណើតទៅក្នុងរូបរាងកាយផ្សេងទៀតហើយយើងក៏បានដឹកនាំរូបរាងកាយផ្សេងទៀតអញ្ចឹងវីដេអូមួយហ្នឹងគឺខ្ញុំនិយាយអំពីបញ្ហាហ្នឹងប៉ុណ្ណឹងសិនប៉ុន្តែវគ្គក្រោយខ្ញុំនឹងនិយាយអំពីមូលហេតុអីបានជាមនុស្សស្លាប់ដឹងខ្លួនឬក៏មិនដឹងខ្លួនគឺស្លាប់មានអារម្មណ៍បែបណាមុននឹងស្លាប់គឺបែបណាខ្ញុំនឹងនិយាយនៅវីដេអូបន្តទៀតដោយសារខ្ញុំនិយាយទៅខ្លាចវែងពេកអីអញ្ចឹងណានេះគឺខ្ញុំបញ្ជាក់ម្ដងទៀតគឺជាការយកឃើញរបស់ខ្ញុំទេរឿងផ្សេងទៀតគឺខ្ញុំមិនដឹងច្បាស់ទេអូខេវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេបាយបាយ